ជំរាបសួរគ្រូខ្ញុំឈ្មោះអានមកសិនមកក្រុម SP34 ហើយនេះខ្ញុំមកធ្វើ lab final និយាយតាក់ទងពី test web server អញ្ចឹងក្នុងការងារហ្នឹងយើងមាន comment ចំនួនប៉ុណ្ណឹងហើយដំបូងយើងធ្វើការ update បន្ទាប់មក install ហើយយើងប្រើ sudo system status apache ដើម្បីឆែកមើល server beta active អញ្ចឹងឥឡូវចូល test command នេះហ្មងទៅយើង install អញ្ចឹងពេល install រួចពេលយើង install រួចវានឹងដើរមកពេល install រួចវានឹង loadយើង load install successful ហើយបន្តមកទៀតយើងចូល command ទី2នេះមកដើម្បីយើងឆែកមើល status ថាវា fail ឬក៏ active អញ្ចឹងបើវា fail យើងធ្វើការងារណាត់ការទេអញ្ចឹងធ្វើការវា active សិនចឹងពេលយើងមក sudo system control status apache tool.service ហ្នឹងវានឹងshow មកថាកន្លែងនេះ active ចឹងកន្លែងហ្នឹងយើងអាចដំណើរការ process នៅ test web server របស់យើងបានចឹងបន្តមកទៀតយើងបន្តមកទៀតយក IP តែនៅ browser ចង់ដឹងទៅវាចឹងវាតែដើរវានឹងលក់ណាស់ចឹងតមកទៀតយើង cd ចូលទៅក្នុង folder 1ហើយ w ពេលយើង cd ចូលដល់ folder នោះហើយយើងcommand sudo chmod ដើម្បីឲ្យ access ទៅ folder html នេះអញ្ចឹងពេលចូលតមកទៀតយើង cd ចូល folder html ទៀតហើយយើងបង្កើត folder មួយដាក់ឈ្មោះ sp43 បន្ទាប់ពីកើតហើយយើង cd ចូល folder sp43 ហ្នឹងមកយើងបង្កើត folder នៅក្នុងនោះបន្តទៀតដាក់ web 1.15ហើយអានេះយើង ls មកឆែកថាវាមានថាយើងបានបង្កើតហើយអញ្ចឹងវាបង្កើតហើយយើងទៅតេស្តវាមកអញ្ចឹងយើងបើក git pass មួយទៀតបាទវាបានមួយទៀតយើងវាយ command នេះចូល scp.org sp.org ហ្នឹងយើងប្រើសម្រាប់ copy folder តាម network ចឹងពេលយើងវាយ command ហ្នឹងទៅវានឹង copy folder ដែលមាននៅក្នុង web 1 ទាំងអស់ហ្នឹងឆ្លងតាម IP address នេះមកវានឹងចូលមកក្នុងហ្នឹងអញ្ចឹងនេះពេលយើង copy វាហើយវានឹង load បែបនេះមកពេល run វាហើយ
chẳng càng như ta và cũ mình phèm chẳng nhầm còn tập đầu lấy đạn lấy pi lấy bay lấy buôn lấy phèm hay là ní cứ chia thì xã về này càng về nào ní và thì mũi và thì bị và thì bấy thì buôn thì phèm chẳng là cái chào nhóm mình còn năng con cô đã bàn rồi người tàu